ចង់ឲ្យគេដឹងថាយើងកំពុងតែចូលអានសារដែលគេផ្ញើមកយើងក្នុង chat Facebook មែនអត់តោះទៅបើកមុខងារមួយនេះទាំងអស់គ្នាជាធម្មតានៅពេលដែលយើងចូលអានសារនៅក្នុង Messenger Facebook នៅពេលអ្នកណាម្នាក់ផ្ញើសារមកយើងហើយយើងចូលអានគឺប្រកាសជាឃើញលោតសញ្ញា read បានន័យថា sin ណានឹងលោត account របស់យើងបញ្ជាក់ថាយើងបានអានមែនអត់អញ្ចឹងមកខាងទៀតប្រកាសជាដឹងថាយើងបានចូលអានសារហ្នឹងហើយបានសរសេរទៀតអញ្ចឹងឥឡូវនេះមានមុខងារមួយដែលអ្នកគ្នាអាចបិទបានហើយនៅពេលដែលយើងចូលអានសារ Messenger ដែលគេផ្ញើមកហ្នឹងគឺគេអត់ដឹងថាយើងចូលអានទេហើយពេលដែលយើងវាយអក្សរសរសេរក៏អត់មានពាក្យ typing លោតថាយើងកំពុងវាយអក្សរដែរនិយាយរួមគេផ្ញើចូលធម្មតាហើយយើងចូលអានបានធម្មតាតែគេអត់ដឹងថាយើងចូលអានទេព្រោះអត់មានសញ្ញាដូចមុនទៀតទេអញ្ចឹងបងប្អូនដែលចង់បើកមុខងារមួយនេះតោះទៅតាមដានវីដេអូនេះទាំងអស់គ្នាហើយខ្ញុំនឹងបង្ហាញនៅលើ iPhone និង Android អូខេអញ្ចឹងដំបូងឡើយបងប្អូនចូលមកកាន់ Messenger Chat Facebook ហើយយើងទៅរើស account ណាមួយដែលយើងចង់បិទការមើលឃើញហ្នឹងឥឡូវខ្ញុំឧទាហរណ៍ថាយក account នេះមួយណាអញ្ចឹងបងប្អូនចូលមកបងប្អូនត្រូវចុចនៅលើឈ្មោះ account គេនឹងតែម្ដងនេះនឹងនាំយើងចូលមកកន្លែងនេះហើយបន្តមកទៀតបងប្អូនអស់ចុះទៅខាងក្រោមបងប្អូននឹងឃើញពាក្យ read repeat នេះរូបភ្នែកហ្នឹងណាអញ្ចឹងបងប្អូនចូលអាកន្លែងហ្នឹងមកហើយបងប្អូនឃើញសញ្ញានឹងបើកបងប្អូនបិទអញ្ចឹង account ម្នាក់ហ្នឹងនឹងមិនឃើញនៅពេលដែលយើងចូលអានទេគឺលែងចេញអាពាក្យ read ហ្នឹងទៀតណាអូខេហើយមួយទៀតកន្លែងវាយអក្សរនេះនៅក្រោមហ្នឹងជាប់គ្នានេះគេដាក់ typing ហ្នឹងណានេះចុចលើហ្នឹងមកបិទដូចគ្នាអញ្ចឹងនៅពេលដែលយើងសរសេរអក្សរក៏គេអត់ឃើញយើងចូលអានក៏គេអត់ឃើញដូចមុនដែរពីមុនមកពេលដែលយើងអានគឺវា load account យើងនៅហ្នឹងបញ្ជាក់ថាយើងចូលអានហើយអញ្ចឹងនៅពេលដែលយើងបិទមុខងារពីរហ្នឹងអញ្ចឹងបងប្អូនចង់បិទបងប្អូនចុចកន្លែងហ្នឹងបងប្អូនណាអូខេអញ្ចឹងយើងចូលមកកាន់ Android វិញម្ដងបងប្អូនចូលមកកាន់ Messenger ហើយយើងទៅរើស account មួយឧទាហរណ៍ថានេះ account មួយនេះយើងចង់ចុចបិទ account មួយហ្នឹងចុចលើឈ្មោះគេហ្នឹងមកហើយអស់ចុះទៅខាងក្រោមអស់ទៀតនេះបងប្អូនឃើញពីនេះ read repeat នេះរូបភ្នែកហ្នឹងណាសញ្ញាភ្នែកហ្នឹងចុចលើហ្នឹងមកហើយបិទកន្លែងនេះបិទចឹងណាហើយបន្តមកទៀតកន្លែង typing ជាប់គ្នានឹងតែម្ដងគេដាក់ typing editor នេះបិទមកតែប៉ុណ្ណឹងហើយនៅពេលដែលយើងចូលទៅសេអីអានអីក៏ម្នាក់នឹងអត់ដឹងថាយើងអានដែរវាអត់ចេញសញ្ញាដូចមុនណាអូខេអញ្ចឹងតែប៉ុណ្្នឹងឯងបងប្អូនចាងាយស្រួលទេមានចង្អុលអីខមមិនខាងក្រោមវីដេអូបានអរគុណបងប្អូនបើសិនជាបងប្អូនទទួលបានអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូពីដើមដល់ចប់បើសិនជាបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍សម្រាប់ខ្លួនឯងនិងអ្នកដទៃសូមជួយ share ចែករំលែកទាំងអស់គ្នាអរគុណយើងនឹងជួបគ្នានៅវីដេអូបន្តទៀត